ទទួលបានលុយ$7ដោយ free អូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទទួលបានលុយ$7ដោយ free គឺខ្ញុំសូមបញ្ជាក់សិនគឺវាមានតម្រូវការចំណុចទី1គឺអ្នកទាំងអស់គ្នាត្រូវមានអាយុចាប់ពី18ឆ្នាំឡើងទៅហើយចំណុចទី2គឺយើងត្រូវមានអត្តញ្ញាណប័ណ្ណឬមួយក៏បានផ្សេងរបៀបដូចជាបានបើកបរឬមួយក៏លិខិតឆ្លងដែនអីចឹងណាឬមួយក៏ passport អញ្ចឹងទៅតែខ្ញុំ recommend ទៅលើអត្តញ្ញាណប័ណ្ណទៅសារពីច្រើនគឺគ្នាយើងមានតែអត្តញ្ញាណប័ណ្ណទេអូខេហើយបើសិនជាក្នុងករណីថាអ្នកទាំងអស់គ្នាអត់មានតាអ៊ីនបានឬមួយក៏អត់ទាន់គ្រប់អាយុទេគឺអ្នកទាំងអស់គ្នាអាចយកវីដេអូនេះទៅឲ្យមិត្តភ័ក្តិឬមួយក៏បងប្អូនអ្នកទាំងអស់គ្នាដែលគាត់គ្រប់អាយុអាចធ្វើតាមវីដេអូនេះបានដើម្បីទទួលបានលុយអូខេអញ្ចឹងជាមួយនឹងរបៀបដែលយើងធ្វើគឺវាពាក់ព័ន្ធជាមួយនឹង app Binance ហើយបើសិនជាសួរថា Binance ហ្នឹងជាអីគេសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់ដឹងទេខ្ញុំបញ្ជាក់ទូទៅ Binance ហ្នឹងនិយាយរួមទៅវាដូចតែជា app ធនាគារកម្មវិធីធនាគារទូទៅដែលយើងប្រើប្រចាំថ្ងៃហ្នឹងដូចជាការ scan លុយអីហ្នឹងឯងគាត់ថា Binance គឺវាផ្ទុកលុយដូចគ្នាប៉ុន្តែវាមិនមែនផ្ទុកលុយសុទ្ធជាលុយរៀលឬមួយក៏លុយដុល្លារទេគឺវាផ្ទុកលុយជាកាក់ crypto អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ដឹងថាកាក់ crypto នឹងជាអីទេខ្ញុំអាច recommend អ្នកទាំងអស់គ្នាទៅមើលវីដេអូរបស់ខ្ញុំទៅដែលខ្ញុំនិយាយអំពី crypto ជាអ្វីអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសម្រាប់អ្នកទាំងអស់គ្នាដែលចង់បានលុយ$7មកធ្វើតាមខ្ញុំទាំងអស់គ្នាអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចចុចតាម link នៅខាងក្រោម description បានឬមួយក៏ link ដែលខ្ញុំបង្ហាញនៅលើ screen នេះក្រង់នេះហ្នឹងហើយអាចចុចចូលទៅ Let's do it អញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការចុចតាម link នៅខាងក្រោម description ហើយគឺវានឹងចូលមកដល់ website របស់ខ្ញុំមួយនេះ so អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលអត់តមានគណនី Binance ហើយយើងចង់បង្កើតអ្នកទាំងអស់គ្នាចុចតាម link នៅលើ YouTube ក៏បានឬមួយក៏ចុចនៅកន្លែងនេះក៏បានដែរពេលដែលយើងចុចមកគឺវានឹងចូលទៅដល់ website Binance តែម្ដងហើយបើសិនជាអ្នកទាំងអស់គ្នាអត់តាំងដឹងពីរបៀបបង្កើត account ទេគឺអាចធ្វើតាមវីដេអូរបស់ខ្ញុំបានអញ្ចឹងខ្ញុំសូមថយក្រោយអូខេអញ្ចឹងនេះគឺជាវីដេអូអ្នកទាំងអស់គ្នាចុចលើប៊ូតុងពណ៌លឿងនេះមកគឺវានឹងលោតចូលទៅដល់ YouTube តែម្ដងនេះគឺជា YouTube channel របស់ខ្ញុំណាអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចធ្វើតាមវីដេអូហ្នឹងបានហើយនេះគឺជា link បង្កើត account នេះគឺ link មួយនេះអ្នកទាំងអស់គ្នាយើងចុចលើ description កន្លែងមួយនេះមកនេះយើងចុចនៅលើ title ហ្នឹងហើយចុចលើ title មកគឺវានឹងចេញជា description ចឹងមកអូខេអញ្ចឹងឥឡូវខ្ញុំសូមចូលទៅកាន់ website របស់ខ្ញុំវិញអញ្ចឹងខ្ញុំសូមបញ្ជាក់ថានៅពេលដែលអ្នកទាំងអស់គ្នាធ្វើចំណុចទី1នេះហើយបង្កើត account Binance ឬមួយក៏គណនី Binance របស់យើងហ្នឹងយើងបំពេញអត្តញ្ញាណប័ណ្ណនេះហើយគឺអ្នកទាំងអស់គ្នានឹងទទួលបានលុយសរុប$3ហើយ$3ហ្នឹងគឺអ្នកទាំងអស់គ្នាបាន$2នៅក្នុង app Binance ហើយ$1ទៀតគឺអ្នកទាំងអស់គ្នាត្រូវឆាតមកខ្ញុំផ្ទាល់ដើម្បីខ្ញុំ scan លុយឲ្យតាមធនាគារអូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ឆាតមកខ្ញុំគឺនេះគឺចុចលើប៊ូតុងមួយនេះប៊ូតុងខ្ញុំគូសហ្នឹងតាក់ទងមក admin គឺវានឹង load មក account ទៅលើរបស់ខ្ញុំហើយអូខេឥឡូវចូលមកដល់ចំណុចទី2និងទី3របស់យើងម្ដងដែលយើងនឹងធ្វើការយកលុយ$4ទៀតនៅក្នុង app Binance អញ្ចឹងចំពោះចំណុចទី2នេះគឺខាង Binance តម្រូវឲ្យអ្នកទាំងអស់គ្នាធ្វើការទិញកាក់ USDT ចាប់ពី$20ឡើងទៅអញ្ចឹងខ្ញុំសូមបញ្ជាក់ណាជាមួយនឹងការទិញកាក់ USDT នេះគឺយើងទិញចាប់ពី$20ឡើងទៅយើងប្រើធនាគារអីយើងមកទិញក៏បានដែរយ៉ាអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការទិញហើយគឺអ្នកទាំងអស់គ្នានឹងទទួលបានលុយ$2ថែមទៀតអញ្ចឹងមានថាលុយនៅក្នុង app Binance របស់អ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺវាឡើងដល់20លុយអ្នកទាំងអស់គ្នា$24ដោយសារវាបូកទាំងអាទី1ទីនេះព្រោះអីអានេះយើងបាន$2ហើយអានេះ$2ទៀតវា$4ហើយបូកជាមួយនឹងយើងទិញតាម P2P មិញ20ទៀតវា24ប៉ុន្តែកន្លែង P2P នេះខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាទិញ26ឬមួយក៏25អីទៅដើម្បីយើងអាចយកលុយ26ឬមួយក៏25របស់យើងហ្នឹងនេះយើងមកធ្វើឲ្យកន្លែងនេះចំពោះចំណុចទី3នេះវិញគឺគេតម្រូវឲ្យអ្នកទាំងអស់គ្នាធ្វើការ trade នៅក្នុង app Binance ណាមិនថាអ្នកទាំងអស់គ្នា trade ជាការទិញកាក់ឬមួយក៏ trade future ទេគឺបានដូចគ្នាឲ្យតែចាប់ពី$25ឡើងទៅអញ្ចឹងចំពោះកន្លែង$25ឡើងទៅនេះគឺខ្ញុំ recommend ឲ្យ trade នៅក្នុង spot ទៅរបៀបថាយើងទិញកាក់ទិញហើយអ្នកទាំងអស់គ្នាចង់ទិញកាក់មួយណាក៏បានដែរឲ្យតែយើងអាចទិញបានបន្ទាប់ពីអ្នកទាំងអស់គ្នាទិញលើចាប់ពី$25ឡើងភ្លាមខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាលក់វិញភ្លាមទៅមិនបាច់ចាំទុកវាទេព្រោះអីតែពេលយើងទិញអាហ្នឹងគឺយើងទទួលបានលុយពី Binance ហើយអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាទិញហើយយើងលក់វាមកវិញមកជាកាក់ USDT វិញសួរថាលុយដែលយើងបានទាំងអស់នៅក្នុង app Binance របស់យើងឥឡូវនេះទាំងដែលលុយយើង claim បានទាំងអស់6រៀលហើយនឹងទាំងដែលលុយយើងដាក់ចូល20រៀលជាងហ្នឹងសួរថាយើងអាចដកមកវិញបានអត់គឺបានអ្នកទាំងអស់គ្នាគឺបានរបៀបដែលអ្នកទាំងអស់គ្នាដកគឺជាកន្លែងអ្នកទាំងអស់គ្នាដាក់លុយចូលហ្នឹងឯងគឺចំណុចទី2នេះអញ្ចឹងបើសិនជាអត់ទាន់ចេះទេខ្ញុំ recommend ឲ្យចូលមកមើលវីដេអូនេះទៅចេះទាំងការទិញនិងការលក់លុយទៅវិញso អញ្ចឹងគឺមានន័យថាអ្នកទាំងអស់គ្នាអត់ខាតបង់លុយទេគឺយើងបានលុយពី Binance ចំនួន$6ដោយ free តែម្ដងបើសិនជាអ្នកទាំងអស់គ្នាធ្វើតាម step នីមួយៗហ្នឹងឯងហើយសួរថាហើយបើអញ្ចឹងដែរចាំបីដាក់លុយចូលទៅអីបើគង់ទៅដកវិញតែហ្នឹងជាមួយនឹងការដាក់លុយចូលហ្នឹងគឺដើម្បីឲ្យ account របស់យើងមានភាព active អញ្ចឹងណាឲ្យមានឈ្មោះថាយើងបាន flop trade នៅក្នុង Binance ហ្នឹងហើយអញ្ចឹង
វាអត់ជាបញ្ហាអីទេអ្នកទាំងអស់គ្នាអាចធ្វើការដាក់បានតែបើសិនជាអ្នកទាំងអស់គ្នាគិតថាអត់ចង់ដាក់លុយចូលទេវិញ្ញាណឬមួយក៏របៀបថាយើងខ្វះលុយដាក់អញ្ចឹងណាអញ្ចឹងយើងធ្វើតាចំណុចទី1នេះក៏បានដែរនេះអានេះអត់មានចំណាយលុយទេយើងបង្កើតតែ account ទុកចោលទៅយើងយកលុយ$2ពីBinanceហើយឆាត់មកខ្ញុំយកលុយ1រៀលក្រៅមកគឺហើយហើយព្រោះអីវាចំណេញដោយសារអីបើសិនយើងទៅបង្កើតខ្លួនឯង down app យកមកបង្កើត account ហ្មងគឺអត់មានបានលុយអីទេសំបីតែ1រៀលក៏អត់បានដែរអញ្ចឹងខ្ញុំគិតថាបង្កើតតាម link របស់ខ្ញុំគឺវាចំណេញអញ្ចឹងសូមបញ្ជាក់ម្ដងទៀតនៅចំណុចទី1ទី2ទី3នេះគឺសិតតែមានវីដេអូបង្រៀនទាំងអស់ណាហ្នឹងហើយគឺសិតតែមានវីដេអូបង្រៀនទាំងអស់អាចចូលទៅ check មើលបានហើយបើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូហើយនៅតែអត់យល់ទេគឺអាចឆាតមកខ្ញុំបានខ្ញុំ support ហ្នឹងហើយគឺខ្ញុំនឹងព្យាយាមប្រាប់អីដែលខ្ញុំអាចប្រាប់បានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយអូ wait ភ្លេចប្រាប់មួយទៀតគឺមានចំនួនកណ្ដោតអ្នកទាំងអស់គ្នាហើយវាមានថ្ងៃកណ្ដោតទៀតយើងមិនចេះតែបង្កើតទៅបានរហូតទេអូខេបាយបាយអ្នកទាំងអស់គ្នា